នៅក្នុងវីដេអូមួយនេះគឺយើងនិយាយអំពីការលុបផ្ទៃខាងក្រោយដែលជាពពកហើយយើងកាត់យកត្រឹមតែដើមឈើណាដែលមានមែកឈើស្លឹកឈើយើងយកកាត់យកត្រឹមតែដើមឈើមកតែដែលឡែកនៅក្នុងនេះគឺយើងធ្វើការលុបទៅលើផ្ទៃពពកខាងក្រោយណាអញ្ចឹងយើងប្រកាសជាគិតថាយើងប្រកាសជាយកណា eraser tool មកធ្វើការលុបបែបនេះណាដែលលុបបែបនេះវាខូចបាត់ហើយណាវានឹងខូចទៅលើរូបភាពខាងក្នុងណាហើយយើងអាចសេរីវាបន្ថែមទៅដើម្បីធ្វើការស៊ូមវាហើយយើងលុបតែយើងចង់បញ្ជាក់ថាយើងទោះលុបយ៉ាងម៉េចក៏លុបអត់ស្អាតហើយចំណាយពេលយូរទៀតនេះបាត់ចុះបើសិនជាឧទាហរណ៍តែខ្ញុំយកទៅលើ magnetic អឺ magnetic eraser tool អាចច្រឡំថា magnetic eraser tool គឺយើងអាចធ្វើការលុបបានដែរណាបាទហើយក៏លឿនដែរណាប៉ុន្តែយើងឃើញថាយ៉ាងម៉េចយើងអង្គុយធ្វើម្ដងមួយណាគឺដែលវាយូរណាយូរមកអញ្ចឹងដើម្បីធ្វើវាបានខ្ញុំចង់ឲ្យអ្នកនរគ្នាធ្វើតាមខ្ញុំគឺយើងយកទៅលើ background eraser tool ហើយនៅទីនេះគឺយើងអាចធ្វើការរើសទៅលើ size របស់វាយើងអាចរើសទៅ100ណា120អីទៅក៏150ទៅណាបាទខ្ញុំសូមរើសទៅលើ150ចុះហើយខាងក្រៅស្អីទៅយើងមិនចាំបាច់ខ្វល់ទេណាហើយអូខេហើយយើងដែលយើងរើសតែប៉ុណ្្នឹងមកណាយើងរើសត្រឹមតែ size របស់វាហើយយើងធ្វើការណាគូទៅលើយើងធ្វើការលុបទៅលើផ្ទៃមេឃខាងក្រៅតែម្ដងណាបើតូចពេកយើងដាក់ដល់180នេះបើយើងលុបហើយយើងទៅដកវាអញ្ចឹងទៅអូខេដែលឃើញថាផ្ទៃខាងក្រោយគឺយើងអាចធ្វើការលុបបានណាយើងមិនចាំបាច់ទៅប្រើ eraser tool ឬក៏ magnetic ណា magnetic eraser tool ទេណាវាយូរហើយយកចំណាយពេលច្រើនទេយើងប្រើតែ background eraser tool ណារើសទៅលើ size ណារួចយើងធ្វើការលុបវាធម្មតាណាវាអត់ទៅបាត់អីទេណាបាទនេះគឺជាការបាទនេះគឺយើងលុបនេះនៅសល់ត្រឹម section ឬក៏យើងអាចរើសឬក៏យើងអាចបង្កើតទៅលើខ្ញុំបង្កើតមកបង្កើតខ្ញុំដាក់ផ្ទៃពណ៌អីគេដាក់អីដាក់ទៅយើងចង់ដាក់ផ្កាឈូកដាក់អីក៏ដាក់ទៅណាហើយយើងរើសបាទនេះវារើស A4 មកបាទរើសជាពណ៌ផ្កាឈូកតិចទៅហើយយើងចុចគ្រិចហើយយើងទាញរូបហ្នឹងមកទាញរូបហ្នឹងដាក់ចូលទៅក្នុងរូបហ្នឹងឃើញទេវាអត់បាត់អីទៅណាទេណាបាទនេះគឺជាការលុបទៅលើផ្ទៃ background ខាងក្រោយណាបាទនេះសើនិយាយអត់អីលុបបន្ថែមទៀតណាគេលុបតិចតិចតិចទៅបាទហើយយើងអាចធ្វើការប្រៀបប្រួលវាធម្មតាត្រួសសាធីយើងទាញតាមនេះក៏នេះអូខេនេះគឺជាការលុបនៅផ្ទៃខាងក្រោយណារបស់រូបភាពរបស់យើងណាបើសិនយើងចង់ធ្វើការលុបបែបនេះបែបរូបភាពដំបូងគឺបែបនេះទេណាតែបន្ទាប់ពីយើងធ្វើការលុបហើយគឺលុបបែបនេះណា